ตอบtớiខ្ញុំតាក់ទងឲ្យទៅអ្នកដែលគេចេះស្ដាប់ភាសាហ្នឹងឲ្យរកមើលព្រោះខ្ញុំទទួលបានតែតាមរយៈនៃអត្ថបទទេប៉ុន្តែសំឡេងរបស់កសិដ្ឋពីរំរដ្ឋមន្ត្រីការបរទេសត្រូវតែថតចម្លងយកឲ្យអស់ព្រោះយើងប្រើប្រាស់ជាព័ត៌មានផ្លូវការអាព័ត៌មានខ្លះគេថាអ្នកកសែតដកស្រង់ខុសប៉ុន្តែយើងបានស្រង់សម្ដីរបស់កសិដ្ឋពីរំដែលគាត់និយាយថាថ្ងៃ22ខែកុម្ភៈនេះថៃនឹងស្នើប្រទេសឥណ្ឌូនេស៊ីបញ្ជូនអ្នកសង្កេតការណ៍មកស្នាក់នៅជាមួយកងកម្លាំងរបស់ភាគីថៃនៅត្រង់ចំណុចដែលមានការប៉ះទង្គិចដើម្បីធ្វើជាសាក្សីថាយើងមិនបានធ្វើនិងគ្មានបំណងថានឹងធ្វើឲ្យមានការច្បាស់គ្នាទេហើយក៏មិនមែនជាភាគីបាញ់មុនដែរយើងសង្ឃឹមថាកម្ពុជាក៏នឹងអះអាងដូចគ្នាផងដែរអំពីការដែលស្នើឲ្យមានសមត្ថកិច្ចឥណ្ឌូនេស៊ីមកប្រចាំការខាងភាគីកម្ពុជាដើម្បីការឈប់បាញ់គឺជាការឈប់បាញ់ជាអចិន្ត្រៃយ៍និងពិតប្រាកដគាត់និយាយថាបើកម្ពុជាមិនព្រមទទួលយកសំណើនេះទេលោកក៏មិនដឹងធ្វើអីដែរ Welcome officerវាអត់លំបាកទេនំរបស់ហ៊ុនសែនហើយហ៊ុនសែនស៊ីវិញវាអត់អីលំបាកទេមានអីលំបាកអានឹងខ្ញុំបោះទៅតាកុំចាំបាច់មកបដៅឲ្យខ្ញុំយកឬមិនយកព្រោះខ្ញុំសង្ស័យអេរយាប័តរបស់ថៃមិនទទួលទៅខ្ញុំប្រកាសតាំងពីថ្ងៃ17ថាបើថៃមិនទទួលគឺមកកម្ពុជាមកចាក់សម្ដីស្រាប់ឡើងវិញចាក់ទាំងអស់ឡើងវិញកុំចាំបាច់ថាបើកម្ពុជាមិនទទួលសូមឲ្យកម្ពុជាធ្វើតាមអរគុណណាស់ដែលការផ្ដល់មតិនេះឡើយកម្ពុជាធ្វើតាមគឺតាមរបស់ខ្លួនផលិតអញ្ចឹងឲ្យម៉ាសិលមិញគឺរដ្ឋមន្ត្រីការបរទេសរបស់យើងអាដាម ហ៊ុនម៉ាណែតតែជាឧបនាយករដ្ឋមន្ត្រីការបរទេសជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីយើងស្នើគាត់ឲ្យបញ្ជូនមកឆាប់បំផុតនៃអ្នកសង្កេតការណ៍បើអញ្ចឹងជំហររបស់ភាគីទាំងពីរដូចគ្នាហើយទម្រង់ការបែបនេះមិនចាំបាច់មានកិច្ចព្រមព្រៀងចុះហត្ថលេខាទេខ្ញុំបានប្រាប់ទៅអាដាម ហ៊ុនម៉ាណែតថាមិនចាំបាច់ឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់ទេព្រោះបើចុះកិច្ចព្រមព្រៀងកសិដ្ឋពីរំអាចត្រឡប់មកវិញធ្លាក់ពីតំណែងហ្នឹងទី1ទី2បើមិនធ្លាក់ពីតំណែងក៏ត្រូវមកឆ្លងកាត់សភាថៃជាប់គាំងនៅទីក្រុងបាងកកអញ្ចឹងបាច់ចុះព្រោះវាជាការឈប់បាញ់លើការជាក់ស្ដែងតាមការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមការអំពាវនាវរបស់អាស៊ានហើយមកផ្នែកទៀតក៏តាមការអំពាវនាវរបស់សហភាពអឺរ៉ុបដែរសហភាពអឺរ៉ុបអំពាវនាវឲ្យភាគីទាំងពីរគោរពសាលក្រមតុលាការយុត្តិធម៌អន្តរជាតិឡាអេផងនោះទៅលើសពីអ្វីដែរដែលយើងចង់បានទៅទៀតមិនមែនថាយើងមិនចង់បានទេក៏ប៉ុន្តែយើងមិននឹកថាគាត់អំពាវនាវទៅដល់ថ្នាក់ប៉ុណ្ណោះប៉ុន្តែតំណាងអចិន្ត្រៃយ៍របស់អង់គ្លេសនៅអង្គការសហប្រជាជាតិនិយាយក្នុងប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅបងអញ្ចឹងឥឡូវបើពីនេះទៅដល់ពេលប្រជុំគ្មានការផ្លាស់ប្ដូរណាមួយនៅក្នុងសម្ដីរបស់មេដឹកនាំថៃទេសភាពការជប់បាញ់មួយនឹងកើតឡើងហើយកើតឡើងដោយមានការត្រួតពិនិត្យរបស់ឥណ្ឌូនេស៊ីអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីហើយកម្ពុជាសូមបញ្ជាក់អំពីអេរយាប័តរបស់ខ្លួនយើងមិនតម្រូវថាត្រូវតែចុះហត្ថលេខាទេព្រោះការអំពាវនាវក្រុមប្រឹក្សាសន្តិសុខការអំពាវនាវរបស់អាស៊ាននិងបំងបាសនានៃភាគីទាំងពីរវាជាការគ្រប់គ្រាន់ហើយហ
ហើយកាន់តែគ្រប់គ្រាន់ប្រថាប់ត្រាឲ្យគឺអ្នកសង្កេតការណ៍មកដល់អ្នកសង្កេតការណ៍មកមើលអីគឺមកមើលការច្បាញ់និយាយវាចេះវាឆាប់ទៅចុះហត្ថលេខាមិនចុះហត្ថលេខាមិនសំខាន់ទេឲ្យអ្នកសង្កេតការណ៍មកដល់អ្នកសង្កេតការណ៍មកដល់មកធ្វើអីមកមើលជប់បាច់ហើយខ្ញុំបានប្រាប់ឲ្យអាដាមហៅនងថាសូមបញ្ជាក់ក្នុងអាស៊ានទៅកម្ពុជាទទួលយកបើកចំហសម្រាប់ការត្រួតពិនិត្យទីណាក៏បានពេលណាក៏បានស្អីក៏បានមានន័យថាម៉េចបើចង់ទឹកខ្សែត្រៀមចូលមុខសូមយើងចង់ឆៃកភ្លើងធំក៏បានចង់ទៅតាណាក៏បានពេលម៉ោងប៉ុណ្ណាក៏បានដែរកែលោកវាមានបកបត្តិហេតុព្រោះខាងកងទ័ពឧបមាតែអ្នកសង្កេតការណ៍មិនប្រកាសថាជាទាហានឬជាប៉ូលីសទេជួនកាលមានព្រឹត្តិការណ៍ឲ្យខាងនោះគេសង្ស័យថាខាងយើងឆ្លាតកម្លាំងគេសុំទៅម៉ោងប្រហែលឲ្យទៅម៉ោងប៉ុណ្ណោះគេចង់ទៅទីណាឲ្យទៅទីនោះគ្មានការកម្រិតកំណត់ទេនិយាយតាមមួយបែបជាភាសាអង់គ្លេសគេថាស្អី everywhere every time and everything ប្រសិនបើភាគីថៃបើកចំហដោយកម្ពុជាកាន់តែអរគុណតែតង់ថាថៃបើកចំហប៉ុណ្ណាគឺយើងអត់ដឹងទេតែយើងត្រៀមបើកចំហទាំងអស់ចង់ត្រួតពិនិត្យកំភ្លើងក៏បានត្រួតពិនិត្យឃ្លាំងក្របក៏បានអត់លាក់គ្មានអីទៅលាក់បើមានអាប្រដាប់ស្វែងរកជំងឺអេដថែមទៀតក៏ឲ្យដែរកែលោកតបយើងមានជំងឺអេដអីទៅសាកយកឈាមធ្វើតេស្តមានជំងឺអេដដល់ក៏លេងគ្រឿងញៀនអត់លាក់ហើយចង់ទៅកន្លែងណាក៏បានចង់មើលអីក៏បានពេលម៉ោងណាក៏បានបើកចំហទាំងអស់ហើយក៏មិនកម្រិតកំណត់ត្រឹមតែតំបន់ចំនួនទេចង់មកតាមទូទាំងព្រំដែនក៏មកឲ្យធ្វើប៉ូលីសtôi bị đánhពួកកម្ពុជាមិនចង់បានអីចង់បានជាគេអាចជប់បាញ់ហ្នឹងហើយមានអ្នកសង្កេតការដើម្បីកុំឲ្យមកខាងចោតមកខាងឥឡូវខាងនោះព្រមហើយក៏សំណូមពរឲ្យយើងព្រមដែរមិនអីទេចាត់ទុកថាយើងទទួលសំណូមពរគាត់ទេប៉ុន្តែសំណូមពរគាត់នៅថ្ងៃ20សំណូមពរខ្ញុំនៅថ្ងៃទី17ណាមុនណាក្រោយតែប៉ុណ្្នឹងទេសូមមើលអាហ្នឹងសូមមើលអាហ្នឹងប៉ុន្តែខ្ញុំកំពុងបារម្ភពីនេះទៅដល់ពេលល្ងាចនេះមានការប្រែប្រួលឬអត់ប៉ុន្តែត្រង់គាត់ប្រែប្រួលរឿងរបស់គាត់តែយើងស្នើឲ្យឥណ្ឌូនេស៊ីមកគឺរឿងរបស់យើងព្រោះខាងគាត់តែគាត់ទទួលហើយសូមឲ្យយើងទទួលដូចគ្នាឥឡូវបែរជាគាត់មិនទទួលវិញគឺយើងទទួលតែម្នាក់ឯងក៏បានដែរយើងទទួលមិនចាំបាច់ថាទៅថៃទេមកកម្ពុជាតែម្នាក់ឯងក៏បានដែរហើយអញ្ចឹងវាល្អហើយបើថៃក៏ព្រមយើងក៏ព្រមគឺល្អហើយខាងនោះតបឥណ្ឌូនឹងឯងតែអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីនៅខាងនោះខាងនេះអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីនៅខាងនេះមានការអីអ្នកសង្កេតការណ៍នេះគេចាប់ផ្ដើមទៅតំណាក់ដងមួយគ្នាព្រាមហើយគេទៅរាយការណ៍ទៅរដ្ឋាភិបាលរបស់គេហើយប្រធានអាស៊ានក៏មានការផ្សារភ្ជាប់ជាមួយទៅនឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរការប្រជុំល្ងាចនេះហើយច្បាស់ណាស់ថាប្រធានអាស៊ាននឹងជូនព័ត៌មានឲ្យក្រុមប្រឹក្សាសន្តិសុខហើយនឹងរឿងហ្នឹងវាជាយន្តការតំបន់ដែលប្រកបទៅដោយគេហភាពទម្ងន់នៃយន្តការតំបន់ក៏ដូចជាសហភាពអាហ្វ្រិកដូចគ្នា
សហភាពអាហ្វ្រិកបច្ចុប្បន្នដោះស្រាយនៅបញ្ហានៅកូតឌីវ៉ាគឺប្រើប្រាស់យន្តការនៃសហភាពអាហ្វ្រិកសហភាពអាហ្វ្រិកហើយក៏មានសហភ្ជាប់ជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយយើងក៏ប្រើប្រាស់យន្តការអាស៊ានហើយអាស៊ានគឺមានការពាក់ព័ន្ធជាមួយក្រុមប្រឹក្សាសន្តិសុខអញ្ចឹងបើបានតែប៉ុណ្្នឹងមកគឺវាស្រួលហើយมันចាំបាច់ចោះទៅលេខាទេនាំប្របាយកមកឆ្លងសភាគាំងនៅបាងកកមិនទេចោះទៅលេខាទៅអីគាត់ទៅចោះនៅសហកថាមកគាំងនៅបាងកកឲ្យសេចក្ដីបានមិនចេញឥឡូវនេះកំពុងតែតាមរឿងការចរចារវាងសេនាធិការជើងគោករបស់ថៃជាមួយនឹងហ៊ុនម៉ាណែតនេះគេចង់ចរចាជាមួយផ្ទាល់អញ្ចឹងគេដាក់ហ្វិកមកអញ្ចឹងគេសុំចរចាជាមួយខ្ញុំគិតថាទី1គេអាចធ្វើតេស្តខ្ញុំចង់ចរចាអត់ពួកគេលេងពាក់ព័ន្ធជាមួយអាកូនមួយហ្នឹងឯទី2គេក៏ចង់បាននៅជំនឿទុកចិត្តដែរព្រោះយ៉ាងណាអាកូនវាក្រៅពីរាយការណ៍ឲ្យមេរបស់វាតាមរយៈមេបញ្ជាការជើងគោកអគ្គបញ្ជាការរដ្ឋមន្ត្រីការពារជាតិវាច្បាស់ជានិយាយជាមួយឲ្យវាឲ្យយ៉ាងនេះចាចរចាក៏បានផលពិភាក្សាក៏បានផលក៏ប៉ុន្តែសូមបញ្ជាក់ទៅក្រុមឲ្យរឿងកុំឲ្យរករឿងអភិសិទ្ធឬប្រវិតវងសវណ្ណឬកាសិតពីរុំឬក៏ប្រយុទ្ធច័ន្ទអូចាឬក៏អ្នកដែលមកចរចាអ្នកដែលមកចរចាសេនាធិការជើងគោកប្រធានភូមិភាគប្រធានកងពលអ្នកដែលមកជាមួយហើយក្រុមហ្នឹងមានឧត្តមសេនីយ៍ឯកនិផាត់ដែលជាទីប្រឹក្សាក្រសួងការពារជាតិរបស់ថៃផងដែរមករឿងគ្នាអញ្ចឹងទៅទៀតតែចុះហត្ថលេខាមកផ្ទុយនឹងអា100មាត្រា190អាហ្នឹងហើយបន្តទៅទៀតដំណើរការយ៉ាងណានោះអាស៊ានសម្រួលដើម្បីឲ្យមានការពិភាក្សាអាស៊ានសម្រួលប៉ុន្តែខ្ញុំបានបែងចែកហើយយន្តការណាធ្វើភាគីយន្តការណាដែលត្រូវមានការចូលរួមសម្របសម្រួលរបស់អាស៊ានប៉ុន្តែយើងយល់ច្បាស់ការសម្រេចមិនមែនភាគីទី3ដែលអង្គុយស្រាប់ឬអង្គុយក្បែរឬជាអ្នកសម្រួលទេការសម្រេចវានៅតែយើងនឹងថៃហ្នឹងទើបអាចសម្រេចជាមួយគ្នាបានប៉ុន្តែការសម្រេចណាក៏ដោយត្រូវតែឲ្យភាគីទី3បានដែរដូចជាឥឡូវឧទាហរណ៍អ្នកសង្កេតការគេចង់បត់ទួលដែនបើមិនឲ្យគេស្គាល់បញ្ហាធ្វើម៉េចគេអាចត្រួតពិនិត្យយើងបានអញ្ចឹងបើមានការជួបគ្នារវាងនាយទាននៅតាមទួលដែនក្នុងតំបន់លោះសូមឲ្យនាយគេអ្នកសង្កេតការឥណ្ឌូនេស៊ីចូលរួមស្រាប់ផងឯកភាពគ្នាលើអីដើម្បីគេយកមកធ្វើម៉ែត្រវាស់ព្រោះអាប៊ីតខាងនោះមានដូចថាទម្ងន់ប្រមាណថ្លឹងលើកទី1គឺចាប់ផ្ដើមទម្ងន់65គីឡូអាហ្នឹងអ្នកកីឡា65គីឡូស្មើគ្នាដល់ពេលមុនចូលប្រកួតស្រាប់តែខាងនោះឡើង66គីឡូអាមួយទៀតធ្លាក់មកដល់64អញ្ចឹងគេហាមប្រកួតអាហ្នឹងគេហាមប្រកួតព្រោះគីឡូវាអត់ស្មើគ្នាអញ្ចឹងតើឲ្យគេដឹងផងឯយន្តការដែលដំណើរការមាន GBC អីនេះអាហ្នឹងយន្តការរបស់អាស៊ានសម្របសម្រួលប្រធានអាស៊ានអាចសម្របសម្រួលលើបញ្ហានេះហើយឥឡូវសំខាន់បំផុតគឺឲ្យមានវត្តមានអ្នកសង្កេតការណ៍បណ្ដាលសិនហើយចាំនិយាយគ្នាតទៀតនិយាយគ្នាតទៀតទៅយ៉ាងធ្វើយ៉ាងណាអីយ៉ាងណាហើយអ្នកដែលមកនៅនឹងកន្លែងនេះខ្ញុំឲ្យត្រៀមរៀបចំប្រាប់ទៅពលសរឿនប្រាប់ទៅអរិញណែគុណគឹមស្អីនោះ
គេនៅណានៅតំណនៅតាណាស្រែកនឹងចិត្តគេចង់នៅ